បន្ទាប់ពីមកពីធ្វើការនៅចំការរៀងអស់កម្លាំងបន្តិចហើយក៏ត្រូវដល់ម៉ោងធ្វើម្ហូបទៀតហើយប៉ុន្តែអង្គុយសម្រាកឲ្យបាត់ហត់គឺញ៉ាំផ្លែចេកមួយផ្លែយ៉ាងហោចណាស់ក៏មានផ្លែចេកញ៉ាំដែរបងប្អូននៅចំការមានអីទេមានតែប៉ុណ្្នឹងឯងមិនមានរបស់បើកម្លាំងឬក៏ភេសជ្ជៈបើកម្លាំងផ្សេងក្រៅពីចេកទុំទេរិះថាយើងមានអាហ្នឹងយើងញ៉ាំអាហ្នឹងទៅបងប្អូនមកពីខ្ជិលតិចហ្នឹងចេកណាំវ៉ាដែលដាំឲ្យដុះតាមសមាជីវវាមានធំវាមានទួយប៉ុន្តែយើងញ៉ាំដោយទំនុកចិត្តឲ្យតែមានបន្លែបកានៅជុំវិញផ្ទះគឺថាខ្ញុំដឹងតែឆ្នៃឲ្យចេញជាម្ហូបញ៉ាំបានទាំងអស់ហ្នឹងខ្ញុំឆ្ងល់ម៉ាក់ខ្ញុំដល់ហើយមិនក៏គាត់បកែបង្កើតកូនស្រីបកែអីក៏បកែយ៉ាងនេះមានលហុងតែ3ដើមនេះបងប្អូនខ្ញុំអាចឆ្នៃចេញជាម្ហូបបានញ៉ាំពេញមួយអាទិត្យចុះតម្រាំតែមាន5ដើមឬក៏10ដើមអូយមិនទេម្ហូបធ្វើពីលហុងនេះគឺថាមិនចេះសាំទេដោយសារតែដើមលហុងនេះវាខ្ពស់ពេក3មិនដល់អញ្ចឹងត្រូវតែកាប់ដើមលហុងដើម្បីបានផ្លែវាគ្រាន់តែខ្ញុំយាក៏ប៉ុន្តែហៅកាប់ដើមលហុងនឹងបងវារៈគាត់ភ័យគាត់ស្មានខ្ញុំកាប់មែនតែនតែទីបំផុតគឺឲ្យគាត់ឡើងបេះលហុងដើមលហុងស្រុកណាមិនដឹងទេតែលហុងស្រុកនេះគឺថាដើមមាំខ្លាំងមែនតែនឡើងប៉ុណ្ណឹងហើយអត់មានបាក់អីមិនតិចលហុងមួយផ្លែនេះគឺខ្ញុំមានកម្រងយកទៅធ្វើស៊ុបលហុងហើយមួយកំណាត់ទៀតគឺខ្ញុំទុកធ្វើបុកលហុងញ៉ាំបងប្អូនជាធម្មតាលហុងក្រែងពលលហុងអីចុះមិនលហុងនេះពណ៌ការ៉ុតវិញមើលសាច់វាឡើងពណ៌ការ៉ុតល្អមែនតែខ្ញុំស្មានតែសាច់សដល់ពេលចឹងទៅរៀងខកចិត្តតិចដែរប៉ុន្តែក៏ល្អមួយយ៉ាងដែរពេលសាច់បែបហ្នឹងគឺពេលយើងយកធ្វើស៊ុបទៅវាមានរសជាតិផ្អែមចេញពីលហុងហើយឆ្ងាញ់ស៊ុបលហុងនេះគឺធ្វើលក្ខណៈបែបឆ្នៃបងប្អូនមានអីគឺដាក់នឹងឲ្យទៅដាក់បានហើយចំណែកឆ្អឹងស៊ុបវិញគឺឆ្អឹងជ្រូកខ្ញុំទិញតែ10000ទេប៉ុន្តែខ្ញុំអាចលៃបាន3ពេលស៊ុបលហុងមួយឆ្នាំងនេះគឺប្រើតែអំបិលហើយនិងទឹកត្រីបន្តិចហើយខ្ញុំអត់ប្រើស្ករទេដោយសារតែយើងយកជាតិផ្អែមចេញពីបន្លែមានលហុងមានខ្ទឹមបារាំងមានឆ្អឹងជ្រូកស៊ុបមួយឆ្នាំងចំណាយលុយតិចមែនតើដោយសារតែយើងមានបន្លែនៅជុំវិញផ្ទះស្រាប់ម្ហូបទី2គឺឆាត្រប់ជាមួយសាច់ជ្រូកចិញ្ច្រាំហើយសាច់ជ្រូកហ្នឹងគឺខ្ញុំយកពីឆ្អឹងស៊ុបដែលខ្ញុំទិញ10000ណាចឹងជ្រូក10000ខ្ញុំច្នៃបានម្ហូប3មុខបងប្អូនមិនដែលតល់គំនិតក្នុងការធ្វើម្ហូបទេឲ្យតែមានបន្លែជុំវិញផ្ទះគឺដល់ច្នៃចេញរហូតពេលដួសដាក់ចានក៏រោយខ្ទឹមបំពងពីលើទាំងពីរមុខនឹងបងប្អូនដើម្បីទទួលបានរសជាតិបែបឈ្ងុយពីខ្ទឹមបំពងញ៉ាំជាមួយម្ទេសស្រូវ3គ្រាប់នេះនិយាយពីថាជាតិបងប្អូនអើយម្ទេសដាំផ្ទាល់ដៃកំពុងតែញ៉ាំបាយសុកស្រាប់តែមេឃភ្លៀងរលឹមស្រេចអូយបងប្អូនជីវិតនេះពិតជាមានន័យណាស់តើយើងមានប្រមាណដងទៀតដែលញ៉ាំបាយបដាយើងគយគុណទេសភាពគយគុណទឹកភ្លៀងធ្លាក់រលឹមតិចនឹងនៅទីណាមិនសំខាន់យើងដឹងខ្លួនឯងថាយើងនៅទីណាមិនមែនឲ្យតែកន្លែងថ្លៃចំណាយលុយច្រើនសុទ្ធតែធ្វើឲ្យយើងមានក្តីសុខទេប៉ុន្តែសំខាន់ទីនោះបេះដូងយើងសប្បាយចិត្តនឹងមានក្តីសុខនេះគឺជាទ្រឹស្ដីរបស់អ្នកដែលទៅដើរលេងពេលយើងមានឱកាសទៅដើរលេងរីករាយជាមួយនឹងបច្ចុប្បន្នកាលរីករាយជាមួយនឹងទីតាំងដែលយើងបានទៅដើរហ្នឹងណាគឺយើងនិយាយអីក៏ចាញ់ដែរបងប្អូនពុកម៉ែបងប្អូនឬក៏ fan ដែលមើលវីដេអូខ្ញុំដល់ចុងក្រោយនេះសូមជួយចែករំលែកពីកលឹះល្អដែលជួយឲ្យជីវិតរបស់យើងម្នាក់មានសេចក្តីសុខបន្តិចមក